បាទថ្ងៃនេះខ្ញុំបាទសូមតប comment ទៅបងប្រុសម្នាក់ដែលគាត់ comment នៅក្នុងpage របស់ខ្ញុំគាត់ comment ថាឆ្ងល់ហេតុអ្វីបានជាចង់ទៅសហរដ្ឋអាមេរិកម្លេះបាទខ្ញុំសូមលើក5ចំណុចជម្រាបតាក់ទងទៅនឹងការឆ្លើយតបជូនមកប្រុសក៏ដូចជាជូនជាព័ត៌មានទូទៅជាសាធារណៈសម្រាប់បងប្អូនហើយក៏មានចំណុចច្រើនទៀតប៉ុន្តែគ្រាន់តែខ្ញុំលើកចំណុចសំខាន់តែ5ទេទី1តាក់ទងនឹងបញ្ហាសេដ្ឋកិច្ចសហរដ្ឋអាមេរិកមានប្រាក់ខែខ្ពស់ហើយមានការងារច្រើនប្រជាជនថ្នាក់កណ្ដាលបើជាទូទៅក៏គាត់អាចរកបានចំណូល6-7 ម៉ឺនក្នុងមួយឆ្នាំដែរនេះគឺជាចំណូលដែលខ្ញុំធ្វើការ research ហើយទី2ប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិកខ្ពស់ទទួលស្គាល់ទូទាំងពិភពលោកអ្នកដែលមានសញ្ញាបត្របញ្ញាបត្រឬក៏អនុបណ្ឌិតទៅធ្វើការនៅទីណាក៏គេទទួលស្គាល់ដែរហើយទី3ហ្នឹងប្រព័ន្ធសុខាភិបាលនៅសហរដ្ឋអាមេរិកតាមការ research របស់ខ្ញុំគឺអត់ដែលមានប្រវត្តិទុកអ្នកជំងឺចោលដោយសារតែគាត់អត់មានលុយបង់សេវាទេគឺបុគ្គលិកសុខាភិបាលរបស់គេយកចិត្តទុកដាក់ស្មើគ្នាទៅលើវិស័យសុខាភិបាលពីព្រោះជាជំនាញវិជ្ជាជីវៈរបស់គេដែលគេត្រូវមើលថែអ្នកជំងឺអញ្ចឹងទោះបីអ្នកជំងឺកម្រិតណាក៏គេមើលឲ្យជាសំដែរបាទនេះគឺជាវិស័យសុខាភិបាលហើយការមើលថែហ្នឹងគឺសង្ឃថាมันមានសាច់ញាតិទៅទេបុគ្គលិករបស់សុខាភិបាលរបស់គេយកចិត្តទុកដាក់គាត់អត់ខ្វល់ថាអ្នកនឹងជាតិអាណាទេគឺមើលថែជាចម្បងហើយទី4ហ្នឹងគឺសុវត្ថិភាពប្រជាជនរបស់សហរដ្ឋអាមេរិកគឺមានសិទ្ធិស្មើគ្នាអត់ចាំបាច់ថាអ្នកណាមានអ្នកណាក្រទេគឺយើងរស់នៅដោយស្មើមុខស្មើមាត់ហើយចំណុចទី5ហ្នឹងគឺសបិនចយខ្លួនឯងនឹងជីវភាពគ្រួសារប្រសើរឡើងឬក៏អនាគតកូនគឺសហរដ្ឋអាមេរិកជាផ្លូវទៅផ្លូវដ៏ល្អបំផុតសម្រាប់គ្រួសារទូទៅបាទសូមអរគុណខ្ញុំឆ្លើយតប comment ប៉ុណ្ណឹងបើសិនបើបងប្អូនមានចម្ងល់ឬក៏ចង់សាកសួរព័ត៌មានបន្ថែមសម្រាប់ផ្លូវទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB3 ដែលជាកម្មវិធីដាក់ពាក្យទៅធ្វើការនឹងរស់នៅសហរដ្ឋអាមេរិកទាំងគ្រួសារអាចតាក់ទងតាមរយៈលេខទូរស័ព្ទនិង Telegram ខាងក្រោមបានសូមអរគុណ